បានសួរពុកម៉ែបងប្អូនទាំងគ្នាហើយយើងសូមលើកប្រធានបទទាក់ទងនឹងការដែលយើងនឹកឃើញរឿងល្អហើយយើងក៏នឹកឃើញពីព្រឹត្តិការណ៍ដែលយើងនៅកាលពីក្មេងអីចឹងណាព្រោះថាពេលដែលយើងនៅពីក្មេងយើងបានធ្លាប់ទៅរៀនឬក៏យើងធ្លាប់ដើរលេងជាមួយមិត្តភ័ក្តិនៅពេលក្មេងអ្នកភូមិផងរបងជាមួយចឹងទៅយើងនឹកឃើញតែរឿងល្អរឿងអត់ល្អយើងព្យាយាមកវត្តចោលដែរថាថ្ងៃនេះគឺយើងព្យាយាមនិយាយរឿងល្អដែលយើងបានកើតមកពីក្មេងរហូតមកដល់ពេលនេះគឺយើងបានជួបនៅរឿងល្អជាច្រើនហើយរឿងអាក្រក់មួយចំនួនចឹងទៅក៏យើងគិតថាមានតែខន្តីអបិទោទៅទៅនឹងការដែលយើងទាំងអស់គ្នាយើងរៀនរស់រៀនដើរអញ្ចឹងណាដោយសារតែយើងក៏មិនចង់ជួបនៅអាក្រក់ឬក៏រឿងអីអត់ល្អដែរបើសិនជាពុកម៉ែបងប្អូនមានជួបរឿងអីអាក្រក់អត់ល្អអញ្ចឹងទៅពីណាពីនេះគឺយើងព្យាយាមកវត្តនៅរឿងរ៉ាវចាស់ចោលទៅហើយយើងគិតថារឿងដែលយើងចាប់ផ្ដើមជីវិតថ្មីនេះគឺរឿងដែលយើងជួបនៅថ្ងៃមុខនេះឬក៏ថ្ងៃនេះយើងជួបរឿងអីយើងព្យាយាមដោះស្រាយរឿងហ្នឹងឲ្យអស់ពីលទ្ធភាពរបស់យើងដោយសារតែយើងម្នាក់ៗក៏យើងមិនចង់ជួបរឿងអាក្រក់ឬក៏រឿងសាងបាបកម្មអីផ្សេងៗដែរជួនកាលអាចថាជួនកាលអ្នកនៅក្នុងស្ថានភាពគ្រួសារក្រីក្រឬក៏អ្នកមធ្យមឬក៏អ្នកមានយើងក៏វានៅតែមានជួបដូចគ្នាដែរអញ្ចឹងរឿងរ៉ាវនៅក្នុងយើងម្នាក់ៗវាតែងតែមាននៅក្នុងឆាកជីវិតយើងទាំងអស់គ្នាបើមិនជាយើងឆ្លងកាត់បានមកដល់ថ្ងៃនេះគឺយើងតែងតែអរគុណចំពោះអ្នកដែលជុំវិញខ្លួនអ្នកដែលបានសាងអំពើល្អជាមួយគ្នាហើយក៏យើងស្អប់នៅអ្នកដែលសាងបាបកម្មឬក៏សាងអាក្រក់ដោយសារតែយើងម្នាក់ៗក៏គ្មាននរណាចង់ទៅសាងបាបកម្មសាងអាក្រក់នៅលើអ្នកណាឬក៏សាងអីអាក្រក់ណាចំការអ្នកខ្លះទៅអត់ពេញចិត្តគ្នាឬក៏ស្អប់គ្នានៅក្នុងការដែលឬក្នុងវងគ្រួសារមួយឬក៏អ្នកដែលចង់បានទ្រព្យនៅក្នុងគ្រួសារមួយឬក៏ការដែលបំពេញឈ្នាះគ្នានៅក្នុងកត្តាផ្សេងៗដែលយើងមិនឃើញណាព្រោះថាយើងម្នាក់ៗគឺបើយើងនិយាយតាមត្រង់ទៅបើសិនជាយើងបានកើតមកពីក្មេងមានពុកម្ដាយឬក៏មានការអប់រំជួយទូមានព្រានបដៅយើងហោហាយឬក៏នៅក្បែរយើងអញ្ចឹងទៅក៏យើងអត់សូវមានកំហុសដែរអានោះជារឿងមួយដែលខ្ញុំផ្ដែផ្ដាំទៅបងប្អូនហើយយើងក៏ខ្ញុំក៏ជាគួរនៅក្នុងគ្រួសារដែរគ្រួសាររៀងខហើយដែរមិនមែនថាខមកណាយកតែយើងមានផ្ទះនៅគាត់ថាយើងត្រូវធ្វើការដើម្បីរកលុយអញ្ចឹងទៅវាមិនខ្វះក្រោយអញ្ចឹងទៅយើងព្យាយាមតស៊ូតាំងពីក្មេងរហូតមកដល់សប្តាហ៍នេះហើយខ្ញុំក៏ឃើញក្មេងមួយចំនួនដែលគាត់មានឪពុកម្ដាយឬក៏អីនៅចាំអប់រំទូមានព្រានបដៅអាចជូនប្រកបទៅរៀនបានក៏ជារឿងមួយល្អប៉ុន្តែបើពួកខ្ញុំវិញគឺខុសពីពួកគាត់គឺខ្ញុំព្យាយាមដើរទៅរៀនខ្លួនឯងតាំងពីក្មេងអញ្ចឹងណានិយាយថាម្ដាយឪពុកទោះយើងចង្ការទៅដែលយើងនៅខេត្តយើងគាត់បាននៅក្បែរយើងទេគាត់ឡើងមកធ្វើការឡើងអីចឹងទៅអាហ្នឹងយើងព្យាយាមរៀនទៅរៀនខ្លួនយើងរៀនដើរខ្លួនយើងរៀនហួសខ្លួនយើងនិយាយទៅមកផ្ទះយើងធ្វើបាយឬក៏អីយាយគាត់ធ្វើបាយអញ្ចឹងយើងហូបបាយជាមួយយាយអីចឹងទៅឬក៏តនេយើងជួយគាត់ឬក៏យើងជួយតាមដំណាំអីខ្លះចឹងឬមានហើយក៏មានបងប្អូនខ្ញុំមួយក៏គាត់ល្អដែរគាត់ណែនាំទូមានព្រានវាថាបរៀនបងប្អូនឲ្យចេះអក្សរចេះលេខចេះអីចឹងតាំងពីក្មេងរហូតមកដល់នេះខ្ញុំក៏នឹកឃើញគុណបំណាច់ដល់គាត់ដែលគាត់បានជួយយើងតាំងពីក្មេងឲ្យបានស្គាល់ពីតទៅនឹងគុណគូលេឬក៏អក្សរអីចឹងទៅយើងចេះច្បាស់តាំងពីក្មេងៗមកចឹងទៅធ្វើឲ្យយើងដឹងថាអក្សរសាស្ត្រឬក៏គណិតវិទ្យានឹងធ្វើឲ្យយើងអាចនឹងបានចេះគុណគូឬក៏ចេះទុកដាក់ឬក៏អាចបូកលេខបូកដកអីចឹងណានៅក្នុងការដែលយើងក្នុងការដែលយើងរស់នៅក្នុងបច្ចុប្បន្នវានឹងជួបនឹងបញ្ហាផ្សេងមកទៀតចឹងទៅយើងធ្វើយើងនឹងក៏បានយល់ច្បាស់ពីទាំងអស់ហ្នឹងហើយយើងក៏មិនភ្លេចគុណទៅនឹងបងប្រុសបងប្អូនសាច់ញាតិឬក៏យាយឬក៏ពុកម្ដាយយើងដែលបានបង្កើតយើងមកដល់សម័យនេះដែរចឹងទៅវាសុទ្ធតែជារឿងមួយដែលល្អដែលយើងគួរតែចងចាំនៅពេលដែលល្អកើតនៅក្នុងឆាកជីវិតផងយើងព្រោះយើងទាំងអស់គ្នាក៏យើងអត់មានពេលវេលាក្នុងការដែលរស់នៅនឹងឃើញពិភពលោកនឹងវាអាចនឹងបានយូរប៉ុណ្ណាទេប៉ុន្តែអ្នកខ្លះទៅអាចថាគាត់មានគ្រួសារប្តីប្រពន្ធទៅគាត់អាចនឹងបន្តជីវិតដើម្បីជួយកូនជួយអញ្ចឹងទៅជារឿងមួយដែលល្អប្រសើរសម្រាប់គាត់ក្នុងការដែលបង្កើតសុភមង្គលហើយសម្រាប់ពួកខ្ញុំមិនដឹងថាខ្លួនខ្ញុំវាមិនដឹងថាដល់ពេលណាឬក៏អាចថាជួនកាលយើងមើលវាមិនឃើញណាជួនកាលវាអាចថាពេលណាពេលហ្នឹងប៉ុន្តែវាអាចនឹង
មើលមិនឃើញទៅលើរឿងបញ្ហាអីផ្សេងៗដែលវាកើតឡើងដោយសារតែមានបុគ្គលអកតេឬបុគ្គលអត់ល្អអញ្ចឹងទៅវាតែងតែមានកើតឡើងនៅក្នុងជំនួយខ្លួនយើងក្នុងការដែលចំណែនឈ្នានេះឬក៏អ្នកដែលវិស័យដូចគ្នាហ្នឹងគឺមានការដែលបំពេញឬក៏ការដែលសាងអីអាក្រក់ទៅលើគ្នាអញ្ចឹងយើងអត់ដឹងទេដោយសារតែយើងរស់នៅក្នុងស្ថានភាពក្នុងការដោះស្រាយជីវភាពដើម្បីគ្រួសារឬក៏យើងទៅធ្វើអីដើម្បីឲ្យជីវភាពវាល្អប្រសើរប៉ុន្តែយើងក៏វាជួបនឹងមនុស្សដែលគំនិតអកតេឬគំនិតចំណែនឬក៏អ្នកដែលសាងអីបាបកម្មអីមួយចំនួនក៏យើងអត់ដឹងដែរអញ្ចឹងទៅយើងក៏មិនចង់ជួបមនុស្សទាំងអស់ហ្នឹងហើយក៏យើងមិនចង់សាងបាបកម្មនេះដែរតែនៅក្នុងស្ថានភាពឬក៏ការដែលយើងរស់នៅក្នុងសម័យកាលដែលយើងរស់នៅវាតែមានស្ថានភាពខុសគ្នាតែទៅនឹងក្រុមហ៊ុនរកស៊ីប្រគួតប្រជែងឬក៏អ្នកដែលចំណែនជានេះគ្នាឬក៏អ្នកដែលធ្វើអីអត់ល្អទៅលើគ្នាទៅវិញទៅមកនោះវាតែងតែកើតមានអញ្ចឹងទៅខ្ញុំក៏បានលើប្រធានបទនេះគឺខ្ញុំតែងតែលើកទៅសារពីបុគ្គលល្អដែលកើតមកមួយជាតិហ្នឹងគាត់បានសាងល្អហើយគាត់ទូមានព្រានបដៅកូនចៅគាត់ឲ្យបានធ្វើល្អតាំងពីក្មេងរហូតដល់គាត់ចាស់ទៅគាត់ស្លាប់ទៅគឺគាត់បានធ្វើរឿងល្អអញ្ចឹងខ្ញុំសប្បាយចិត្តចំពោះពុកម្ដាយគាត់ដែលគាត់បានអប់រំពួកគាត់តាំងពីក្មេងឲ្យគាត់ដើរទៅលើផ្លូវល្អគាត់ព្យាយាមអាចថាយកចិត្តទុកដាក់ក្នុងការដែលអប់រំកូនឬក៏គាត់នឹងព្យាយាមយកចិត្តទុកដាក់ក្នុងការដែលរៀបចំផែនការជីវិតពួកគាត់ឲ្យមានដំណើរជីវិតទៅល្អអញ្ចឹងវាអាចថាខុសពីខ្ញុំគឺខ្ញុំព្យាយាមតស៊ូពីក្មេងដល់ខ្លួនឯងប្រឹងរៀនប្រឹងដើរឬក៏ធ្វើការឬអីចឹងទៅវាមានមនុស្សខ្លះល្អមនុស្សខ្លះអត់ល្អចឹងទៅយើងគិតថាមនុស្សល្អយើងគោរពហើយមនុស្សអត់ល្អយើងព្យាយាមកវត្តចោលឬក៏យើងមិនទៅរាប់ឬអីទេនឹងគឺជាមួយដែលយើងបានគិតនៅក្នុងឆាកជីវិតយើងរួចហើយបើសិនជាមនុស្សនឹងធ្វើអាក្រក់យើងដើរជាឆ្ងាយហើយក៏យើងកុំចង់ជួបហើយក៏ចង់ខ្មែរតទៅទៀតដោយសារតែយើងបានមើលឃើញនៅទង្វើអត់ល្អឬអីមួយដែលគាត់ធ្វើអីចឹងណាបើសិនជាមនុស្សល្អយើងនឹងគោរពយើងនឹងតែងតែអរគុណចំពោះពួកគាត់ដែលកើតមកជំនឿគាត់បានធ្វើរឿងល្អគាត់ចេះចែកម្លែកទៅកាន់អ្នកដទៃគាត់ជួយអ្នកដទៃឬក៏ធ្វើអំពើល្អផ្សេងៗទៅខ្ញុំតែងតែអរគុណពួកគាត់ហើយក៏ខ្ញុំតែងតែសង្ឃឹមថាអ្នកដែលមនុស្សល្អហ្នឹងកើតមានមនុស្សល្អកាន់តែច្រើនផងដែរដោយសារតែនៅក្នុងប្រទេសផងយើងឬក៏សង្គមឬក៏សហគមន៍ដែលយើងរស់ហ្នឹងគឺត្រូវការដែលកើតមានមនុស្សល្អតែច្រើនហើយខ្ញុំក៏មិនដឹងថាយើងទាំងអស់គ្នាមិនដឹងថាយើងមានជីវិតរស់នៅក្នុងរយៈពេលបានប៉ុណ្ណាដែរប៉ុន្តែបញ្ចូលការមកជីវិតហើយគឺយើងព្យាយាមធ្វើនៅសេចក្តីល្អហ្នឹងឯងហើយខ្ញុំក៏គិតថាយើងក៏សប្បាយរីករាយនៅរឿងរ៉ាវដែលយើងបានឆ្លងកាត់តាំងពីក្មេងៗដូចថាយើងបានទៅដើរលេងជាមួយមិត្តភ័ក្តិឬអីចឹងទៅឥឡូវពួកគាត់ក៏រៀងល្អប្រសើរគាត់មានគ្រួសារមានលុយកាក់មានអីចឹងទៅជួយកូនជួយអីចឹងទៅហើយខ្ញុំក៏គិតថាយើងក៏សប្បាយចិត្តចំពោះមិត្តភ័ក្តិឬក៏បងប្អូនដែលយើងមើលឃើញនៅអ្វីដែលគាត់បានល្អប្រសើរសម្រាប់ពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ខ្លួនយើងគឺយើងនៅវាមិនទាន់ដែលល្អប្រសើរទេតែវាជួបនៅរឿងបញ្ហាមួយចំនួនឬក៏អ្នកដែលធ្វើរឿងអាក្រក់ឬក៏សាងបាបកម្មមួយចំនួនវាតែងតែមានកើតឡើងនៅផ្នែកកំណត់អកតេផនបុគ្គលទាំងអស់ហ្នឹងប៉ុន្តែយើងក៏អត់ចង់ជួបបុគ្គលហ្នឹងដែរហើយខ្ញុំក៏នៅតែអរគុណបុគ្គលដែលគាត់បានជួយឬក៏អ្នកដែលបានសាងអំពើល្អមួយចំនួនដែលគាត់បានធ្វើរឿងល្អៗសម្រាប់ពួកយើងបានជួបពួកគាត់ផងដែរហើយខ្ញុំក៏គាត់ថាយើងទាំងអស់គ្នាយើងក៏មិនចង់ចាំនៅរឿងអាក្រក់ដែរដោយសាររឿងអាក្រក់ហ្នឹងគឺវាគួរឲ្យយើងមិនត្រូវទុកនៅក្នុងខួរក្បាលយើងអញ្ចឹងណាគឺជារឿងមួយដែលសំខាន់បំផុតធ្វើយើងក៏មិនចង់ជួបនៅរឿងអាក្រក់ទាំងអស់ដែរតែដល់រឿងល្អវិញនៅតែនឹកឃើញចងចាំឬក៏អីមួយដែលយើងធ្វើយើងសប្បាយចិត្តដោយសារតែពួកខ្ញុំមើលឃើញពីបញ្ហាមនុស្សមួយចំនួនដែលគាត់ជួបរឿងរ៉ាវអាក្រក់ហ្នឹងគាត់អោបកសោបឬក៏បៀមទុកនៅក្នុងខ្លួនអីចឹងទៅធ្វើឲ្យខ្លួនគាត់ហ្នឹងក៏វាជួបនឹងបញ្ហាអីផ្សេងៗតែទៅនឹងក៏បញ្ហាវិបត្តិផ្លូវចិត្តឬក៏អីមួយដូចថារឿងរ៉ាវស្នេហាអញ្ចឹងប្រប្តីប្រពន្ធអីចឹងការឆ្លោះទាស់ទែងគ្នាចេះបៀមទុកនៅក្នុងខ្លួនវាអាចកើតជារឿងធំអីចឹងទៅគាត់បើសិនជាគាត់ចេះព្រាមឬក៏អីមួយចឹងថាសង្ស័យអីចឹងទៅខឹងជេរគ្នាអីប្រើអីចឹងទៅវាអាចនឹងធូរនឹងខ្លួនខ្លះអញ្ចឹងទៅយើងគិតថាមិនថាបងប្អូនដែលមានស្នេហាឬការងារអីផ្សេងៗវាតែងតែមានជួបដោយសារតែតទៅនឹងបញ្ហាការងារគឺវាមាននឹងការដែលធ្វើការវាអាចមាននឹងបុគ្គលអកតេឬក៏មនុស្សដែលអត់សូវយល់ចិត្តគ្នាហើយជួនកាលមនុស្សខ្លះអាចថាមានសិទ្ធិធំឬក៏អីធំបញ្ជាលើក្បាលគេដោយអត់មានអកតេនៅក្នុងខ្លួនឲ្យសារតែការដែលមិនពេញចិត្តគ្នាឬក៏ការថាយើងធំជាងយើងមានសិទ្ធិបញ្ជាគេឬស្ដីឲ្យឬក៏អីធ្វើអីមួយសេតតែក្បាលវល់ឲ្យខ្លួនឯងអីចឹងណានឹងជារឿងមួយដែលពួកគាត់
ធ្វើរឿងទាំងអស់ហ្នឹងហើយក៏ខ្ញុំគាត់ថាបុគ្គលទាំងអស់ហ្នឹងក៏វាមិនគួរតែមានផ្នត់គំនិតអគតិដែរដោយសារតែការដែលធ្វើការគឺយើងរួមសហការដោយរីករាយហើយក៏យើងសប្បាយចិត្តក្នុងការដែលយើងធ្វើការដោយពេញចិត្តក្នុងការងារយើងឲ្យបានផលល្អដែរប៉ុន្តែជួនកាលមនុស្សខ្លះបើមិនពេញចិត្តហើយគឺការងារអីទោះយើងធ្វើឲ្យល្អគ្រប់100នៅខុសមួយក៏វានៅតែជន់ដែរអញ្ចឹងទៅខ្ញុំឃើញថារឿងមួយចំនួនដែលមនុស្សកើតមកគឺដោយសារមានផ្នត់គំនិតអគតិជាច្រើនដែរវាមានភាពខុសគ្នាអញ្ចឹងណាដោយសារខ្ញុំមើលឃើញពីដែលការដែលរំពងដែលធ្វើការហ្នឹងគឺវាតែងតែមានផ្នត់គំនិតវិជ្ជមាននិងអវិជ្ជមានអញ្ចឹងបើសិនជាបុគ្គលិកក្រុមហ៊ុនឬក៏អីមួយដែលគាត់ព្យាយាមយល់រើសបុគ្គលិកគឺព្យាយាមរើសបុគ្គលិកដែលគាត់ទៅលើការដែលមយាទឬក៏ពាក្យសម្ដីឬក៏ការដែលយើងអាចមើលក្នុងមជ្ឈដ្ឋានក្នុងការដែលធ្វើការរយៈពេល3ខែគឺក៏អាចនឹងសួរនាំនៅក្នុងការដែលយើងមើលឃើញថារើសធ្វើម៉េចឲ្យចំបុគ្គលិកដែលល្អហើយក៏យកមកក្នុងការដែលជួយសហការឬក៏ពង្រៀនការងារឬក៏ធ្វើឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនហើយក៏មិនមែនថាយើងចេះតែរើសហើយវាអត់ត្រូវទិសដៅហើយជួនកាលធ្វើឲ្យបញ្ហានៅក្នុងក្រុមហ៊ុនវាចេះតែបកកជួនកាលវាអាចថាការដែលធ្វើការគឺពាក្យពេចន៍សម្ដីក្នុងការដែលចេះគ្រប់គ្នាចេះឲ្យតម្លៃគ្នាអត់ក្នុងការដែលធ្វើការគឺសំខាន់ដែរផុតឲ្យខ្ញុំមើលឃើញពីកំហុសឆ្គងរបស់ក្រុមហ៊ុនមួយគឺឬបុគ្គលិកមកគឺដោយសារអត្តចរិតឬក៏មយាទអីមួយគឺធ្វើឲ្យការដែលសហការគ្នានឹងវាទៅរលូនទេហើយចឹងគឺខ្ញុំបានលើកនៅបញ្ហានេះក៏ខ្ញុំក៏ជារឿងមួយដែលយើងចង់ចាំរឿងអត់ល្អដែរដែលមើលឃើញពីចំណុចខ្វះខាតក្រុមហ៊ុនមួយដែលយើងបានឆ្លងកាត់ហើយក៏ខ្ញុំបានឆ្លងកាត់ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយដូចគ្នាដែរដោយសារតែអត្តចរិតមយាទឬក៏សម្ដីដែលគាត់រើសបុគ្គលិកមកគឺខុសតែម្ដងអញ្ចឹងទៅយើងមិនមែនថាបើសិនជាការដែលរើសមកទៅធ្វើឲ្យក្រុមហ៊ុននោះវាកាន់តែលឿនផងដែរអញ្ចឹងទៅយើងគិតថាធ្វើឲ្យបុគ្គលិកទាំងអស់នៅក្នុងការដែលធ្វើការហ្នឹងក៏មានភាពរីករាយក៏វាមានការដែលសហការវាចេះតែទៅមុខហើយបើរើសបុគ្គលិកមកចេះតែជេរបចោចេះតែឌីលគ្នាចេះមើងងាយគ្នាអញ្ចឹងទៅវាបាត់បង់តម្លៃនៅក្នុងការដែលធ្វើការឬក្រុមហ៊ុនមួយក៏វាអាប់អោនឬក៏បងលុយឬក៏ខាតបងទៅលើទាំងអស់រឿងទាំងអស់ហ្នឹងដែរអញ្ចឹងទៅខ្ញុំគិតថាបើសិនជាអ្នកបានស្ដាប់រឿងទាំងអស់នេះគឺខ្ញុំគុំចែកម្លែកទៅលើបញ្ហាដូចថារឿងស្នេហាឬនឹងការងារអញ្ចឹងទៅវាតែងតែមានជួបរឿងផ្សេងគ្នាដែររឿងអាក្រក់ទាំងអស់ហ្នឹងដែលយើងមិនគួរចាំទុកប៉ុន្តែបើសិនជាយើងចែកម្លែកទៅកាន់បងប្អូនគាត់ថាល្អទទួលយកហើយក៏រឿងមិនល្អកុំទទួលយកទៅបានហើយអញ្ចឹងទៅខ្ញុំក៏ព្យាយាមចែកម្លែកទៅកាន់បងប្អូនណាដែលមានអារម្មណ៍ថាពេលខ្លះយើងចង់បាននៅរឿងសុបាយដើម្បីតែយើងធ្វើការឬក៏អីមួយយើងចង់បានក្រុមការងារមួយគឺក្នុងការដែលនិយាយស្ដីពីរូបភាសាក្នុងការចេះឲ្យតម្លៃគ្នាគ្រប់គ្នាមិននិយាយពីក្រោយខ្នងចេះចុះពីមុខថាចេះឌីលដល់ថ្នាក់លើឬក៏មើងងាយដល់ក្រុមហ៊ុនឬក៏អីមួយឬក៏បញ្ហាដែលមើលទៅវាចោតជាបញ្ហាធ្វើទៅវាមើលទៅវាអត់ល្អមែនទែនសម្រាប់ពួកខ្ញុំបានគិតថាពេលដែលខ្ញុំឈានជើងដល់ក្នុងក្រុមហ៊ុនណាខ្ញុំមិនអាចនិយាយរឿងមិនល្អចំពោះក្រុមហ៊ុននឹងទេហើយក៏ខ្ញុំស្គាល់បុគ្គលជាច្រើនដែលធ្លាប់ធ្វើការមួយគ្នាក៏ខ្ញុំមិនដែរតែនិយាយអាក្រក់ពីបុគ្គលនឹងដែរដោយសារតែខ្ញុំគោរពឲ្យតម្លៃពួកគាត់បើសិនជាពួកគាត់ទៅក្រៅគាត់ធ្វើអីអាក្រក់ជារឿងផុនគាត់ប៉ុន្តែក្នុងការដែលយើងសហការមួយពួកគាត់បានគោរពយើងក៏ឲ្យតម្លៃយើងហើយក៏យើងគោរពគាត់ទៅវិញទៅមកដូចគ្នាដែរហ្នឹងជារឿងដែលសំខាន់បំផុតដែលយើងគួរតែរៀនធ្វើតែរឿងទាំងអស់ហ្នឹងហើយបើសិនជាប្រជាជនឬក៏ខ្មែរយើងចេះគោរពឲ្យតម្លៃគ្នាអញ្ចឹងទៅធ្វើឲ្យកើតមាននៅមនុស្សល្អកាន់តែច្រើនចេះគោរពចេះឲ្យតម្លៃគ្នាហើយក៏យើងចេះជួយគ្នានៅក្នុងពេលដែលគ្នាមានពិបាកឬក៏មានវិបត្តិអីផ្សេងវាតែងតែកើតមានហើយដោយសារតែប្រទេសយើងនៅក្នុងស្ថានភាពនៅក្រអីទេដោយសារតែប្រជាជននៅក្នុងកម្រិតជីវភាពមួយមធ្យមឡើយហើយក៏ប្រឹងប្រែងរស់ប្រឹងប្រែងរកស៊ីធ្វើការហ្នឹងការវាតែងតែមានការដែលកាច់កងឬក៏រកស៊ីឈ្នានីសគ្នាផ្សេងៗឬការដែលប្រកួតប្រជែងហ្នឹងវាតែងតែមានកាច់កងផ្សេងៗអញ្ចឹងទៅយើងក៏មើលឃើញពីចំណុចខ្វះខាតទាំងអស់ហ្នឹងក៏ខ្ញុំព្យាយាមចែកម្លែកទៅកាន់បងប្អូនផងដែរអញ្ចឹងទៅគ្រាន់តែជាការដែលចែកម្លែកទៅកាន់អ្វីដែលខ្ញុំមើលឃើញហើយខ្ញុំបានជួបប្រទេសហើយក៏ខ្ញុំបានឆ្លងកាត់ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយដោយសារមានការដែលមានកំហុសឆ្គងហើយក៏យើងក៏នឹកឃើញពីដែលយើងធ្វើការយើងបានជួបមនុស្សល្អដោយសារតែមនុស្សល្អធ្វើឲ្យយើងចងចាំទៅឃើញពីការដែលគាត់រីករាយស្នាមញញឹមផាន់ពួកគាត់ដោយការនិយាយស្ដីមិនមាក់ងាយឬក៏មិនមើលថោកទៅលើអ្នកដទៃដោយជេរស្ដីឬក៏ថានេះថានោះអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាទោះជាពួកគាត់ទៅក្រៅឬក៏អីគាត់និយាយអីបន្តជារឿងបុគ្គលទេប៉ុន្តែពេលអ្វីដែលយើងបានមកធ្វើការរួមសហការគ្នានៅក្នុងការដែលយើងធ្វើការចេះគ្រប់ឲ្យតម្លៃគ្នានិយាយភាសាព្រោះភាសាគឺជារឿងមួយដែលសំខាន់បំផុតធ្វើឲ្យយើងចងចាំចំណុចល្អៗពួកយើងទាំងអស់គ្នាដែរអញ្ចឹងទៅខ្ញុំគឺបានចែកម្លែកទៅលើអ្វីដែលជារឿងល្អហើយបើសិនជារឿងអត់ល្អវិញគឺខ្ញុំចង់ថាពេលខ្លះសឹងគប់ចោលកវត្តចោលទៅបោះទៅតាមណាក៏បានខ្ញុំគឺយើងអត់ចង់បានជួបរឿង
បញ្ហាទាំងអស់ហ្នឹងទេអញ្ចឹងទៅខ្ញុំគិតថាចុះមិនយើងនិយាយថាតើតើនឹងរឿងល្អៗយើងតែងតែចងចាំហើយយើងក៏សប្បាយចិត្តនៅរឿងដែលយើងបានឆ្លងកាត់ហើយខ្ញុំក៏នឹកឃើញពីការដែលខ្ញុំបានធ្វើការនៅផ្នែកTV ឬក៏ media ដែលខ្ញុំបានធ្វើការហ្នឹងគឺខ្ញុំបានចងចាំលើបងប្រុសដែលគាត់បានផ្ដល់ឱកាសដូចខ្ញុំនិយាយពីមុនអញ្ចឹងថាយើងទៅចូលដល់កន្លែងណាគឺយើងគ្រប់គោរពផ្លាកសញ្ញាគេយើងគ្រប់ម្ចាស់ក្រុមហ៊ុនអ្នកផ្ដល់ឱកាសយើងហើយយើងក៏គោរពនៅតម្លៃមនុស្សដែលគាត់បានគ្រប់យើងទៅវិញទៅមកក្នុងការដែលសហការឬក៏ធ្វើការរួមជាមួយគ្នាផងដែរហើយខ្ញុំក៏គិតថានៅពេលដែលខ្ញុំបានធ្វើការនៅផ្នែកទូហ្នឹងគឺខ្ញុំអរគុណទៅលើអ្នកដែលគាត់បានធ្វើឲ្យខ្ញុំបានចូលទៅធ្វើការផ្នែកហ្នឹងបានយល់ពីវិស័យទាំងអស់ហ្នឹងហើយផ្នែកទៅលើ media ហ្នឹងខ្ញុំបានធ្វើការជាមួយនឹងបងរៀនច្បងដែលគាត់ខាងផ្នែកសិល្បៈចឹងទៅគឺគាត់បានធ្វើការរួមសហការគ្នាដោយរីករាយទាំងអស់គ្នាទោះថាពេលដែលយើងចេញមកដើរផ្លូវឬក៏ញ៉ាំបាយផ្ទះរៀងខ្លួនតើយើងពេលដែលយើងសហការយើងនៅតែចេះគោរពឲ្យតម្លៃគ្នាផងដែរគាត់ថាជារឿងមួយដែលខ្ញុំគិតថារឿងល្អឬអាក្រក់ឬយើងវាតែងតែកើតមានក្នុងនៅក្នុងខ្លួនផងយើងម្នាក់ៗវាតែងតែកើតមាននៅក្នុងជីវិតយើងអញ្ចឹងទៅបើសិនជាខុសយើងព្យាយាមណែនាំបើត្រូវយើងព្យាយាមជំរុញរឿងល្អៗហ្នឹងឲ្យកាន់តែមានមនុស្សល្អកាន់តែច្រើនហើយក៏យើងដើរនៅក្នុងវិស័យណាមួយក៏ដោយក៏យើងត្រូវតែចេះចែកម្លែកគ្នាដែរជារឿងដែលសំខាន់បំផុតមិនមែនថាយើងជាប្រទេសមួយដែលកំពុងតែរីកចម្រើនអភិវឌ្ឍលើកាន់តែមានអគារធំឬក៏អីមួយក៏ដោយក៏យើងនៅតែរៀនចេះចែកម្លែកគ្នាជារឿងដែលសំខាន់ហើយឬតម្លៃមនុស្សវិញគឺអំពើល្អហ្នឹងឯងអញ្ចឹងទៅខ្ញុំក៏តែងតែនឹកឃើញនៅរឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់នៅពេលដែលខ្ញុំបានធ្វើការនៅផ្នែកទូរឬក៏ใน media ហ្នឹងទាំងអស់ហ្នឹងទៅខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលយើងបានជួបមនុស្សល្អហើយរួមការដែលសហការហើយក៏យើងមិនមែនថាយើងធ្វើការវត្តឡើងធ្វើទូនទីធំទេគឺយើងបានធ្វើតាំងពីការងារកពិកកពុកតូរហូតដល់ការងារធំដល់ពេលយើងមើលឃើញអ្នកខ្លះចឹងទៅឡើងវត្តឡើងដល់ធំគាត់អត់ភ្លេចអ្វីដែលគាត់ធ្លាប់ធ្វើពីការងារទូចឹងណាអត់ឲ្យតម្លៃទៅលើអ្នកទូអ្នកអីចឹងទៅវាបាត់បង់តម្លៃខ្លួនគាត់ជាមនុស្សដូចគ្នាដែរដល់ពេលដែលគាត់មើងងាយគាត់ស្ដីឲ្យគេខ្ញុំមើលឃើញខ្លះគឺជេរបចោតែម្ដងគឺជារឿងមួយដែរវានិយាយទៅវាអត់ជាអត់ការដែលព្រោះភាសាអីទេគាត់ណាពេលខ្លះរឿងខ្លះទៅជេរវារឿងទៅលើអត្តចរិតនឹងអត់ស្ដាប់ឬក៏ធ្វើរឿងអីខុសអានឹងជារឿងមួយធំបំផុតដែលខ្ញុំបានជួបមុននឹងខ្ញុំជេរគេខ្ញុំក៏ណែនាំគេម្ដងជាពីរដងដែរនៅពេលដែលខ្ញុំធ្វើការក៏ខ្ញុំមិនមែនធ្វើតែដល់យើងចេះកំភ្លឹងទៅលើគេឬក៏យើងយកអារម្មណ៍ទុកសិចអីឬក៏រឿង stress អីខ្លួនយើងបញ្ហាផ្ទាល់ខ្លួនយើងចេះមកលើគេជួនកាលគេអត់មានអារម្មណ៍ល្អគេជេរមកយើងវិញព្រាមអានឹងជារឿងមួយដែរដែលវាអាចនឹងប៉ះពាល់អារម្មណ៍ទៅលើគ្នាផងដែរអញ្ចឹងទៅយើងគិតថាមុនតែយើងមើលឃើញថាចំណុចមនុស្សណាឬក៏អីមួយមិនស្ដាប់ជារឿងហ្នឹងគឺស្ថិតលើយើងបើយើងមិនពេញចិត្តគេយើងដើរចេញទៅឬក៏យើងណែនាំគេមិនស្ដាប់យើងដើរចេញរឿងផងយើងអាហ្នឹងទម្លាប់ផងខ្ញុំគឺខ្ញុំអត់ចង់មានទំនាស់ឬក៏មានបកពីបញ្ហាឬក៏រឿងអីអាក្រក់ទៅលើគ្នាទៅវិញទៅមកទេដោយសារតែយើងទាំងអស់គ្នាដោយសារតែយើងព្យាយាមរស់ក្នុងការដែលយើងចេះចែកម្លែកគ្នាចេះជួយគ្នាហើយផ្ដល់ក្តីស្រឡាញ់គ្នាទៅវិញទៅមកដោយការដែលរស់ទៅលើប្រទេសតែមួយឬក៏ផែនដីតែមួយហ្នឹងគឺយើងផ្ដល់ក្តីស្រឡាញ់គ្នាជារឿងដែលធំបំផុតដែលយើងត្រូវតែធ្វើហើយក៏យើងនឹងព្យាយាមឲ្យពិភពលោកទាំងអស់គ្នាគឺមានសន្តិភាពសេរីភាពឬក៏មានភាពសស្រាយក្នុងការដែលយើងរស់នៅក្នុងប្រទេសមួយអញ្ចឹងណាហើយខ្ញុំក៏នៅតែសប្បាយចិត្តក្នុងការដែលចែកម្លែកទៅកាន់បងប្អូនហើយយើងក៏នឹងបន្តទៅលើប្រធានបទនេះបន្តទៀតផងដែរ